ជប៉ុនដែលសច្ចាមិនកាន់អាវុធនុយក្លេអ៊ែរពេលនេះត្រូវចិនទម្លាយថាមានសារធាតុពិសេសនិងបច្ចេកវិទ្យាគ្រប់គ្រាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរចំនួន 5,500 គ្រាប់នេះមិនមែនជាការចោទប្រកាន់ធម្មតាទេតែជាសញ្ញាដ៏គួរឲ្យបារម្ភមួយថាប្រទេសដែលពិភពលោកធ្លាប់ស្គាល់ថាសន្តិភាពកំពុងរំកិលខ្លួនទៅរកបន្ទាត់ក្រហមអាវុធនុយក្លេអ៊ែរហើយកាសែត South China Morning Post បានចុះផ្សាយនៅថ្ងៃទី31ខែមីនាឆ្នាំ2026ដោយដកស្រង់ព័ត៌មានពីកាសែត PLA Daily ដែលគាំទ្រយោធាចិនឲ្យដឹងថាគិតត្រឹមចុងឆ្នាំ2024ជប៉ុនមានផ្លាតូញោមដែលបានបំបែករួចជាង44តោនផ្លាតូញោមគឺជាសារធាតុវិទ្យុសកម្មដ៏ខ្លាំងក្លាមួយដែលអាចប្រើបានទាំងសម្រាប់ថាមពលនុយក្លេអ៊ែរនិងអាវុធនុយក្លេអ៊ែរបើកណនីតាមរបាយការណ៍នេះជប៉ុនអាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានប្រហែល 5,500 គ្រាប់បើប្រៀបធៀបជាមួយនឹងទិន្នន័យអន្តរជាតិចុងក្រោយរុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន 5,460 សហរដ្ឋអាមេរិកមាន 3,700 គ្រាប់រុស្ស៊ីនិងអាមេរិករួមគ្នាកាន់កាប់ 86% នៃអាវុធនុយក្លេអ៊ែរពិភពលោកចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល 600 គ្រាប់នេះបើយោងទៅតាមតួលេខពីសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកនោះមានន័យថាជប៉ុនអាចក្លាយទៅជាមហាអំណាចនុយក្លេអ៊ែរកំពូលដោយរុស្ស៊ីដែរចំនួនក្បាលគ្រាប់ដ៏ច្រើននេះអាចបំផ្លាញទីក្រុងធំៗនិងគោលដៅយោធាសំខាន់ៗរាប់ពាន់កន្លែងក៏ប៉ុន្តែជប៉ុនមិនទាន់មានប្រតិកម្មចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានចិននៅឡើយទេសូមរំលឹកថាជប៉ុនមិនមែនជារដ្ឋដែលត្រូវបានគេស្គាល់ដោយអាវុធនុយក្លេអ៊ែរឡើយរដ្ឋធម្មនុញ្ញជប៉ុនដែលចូលជាធរមានក្រោយសង្គ្រាមលោកលើកទី2មានមាត្រា9កំណត់ឲ្យជប៉ុនបោះបង់សង្គ្រាមនិងមិនប្រើកម្លាំងជាមធ្យោបាយដោះស្រាយជម្លោះអន្តរជាតិលើសពីនេះជប៉ុនក៏មានគោលការណ៍មិនមាននុយក្លេអ៊ែរចំនួន3ចំណុចគឺមិនកាន់កាប់មិនផលិតនិងមិនអនុញ្ញាតឲ្យអាវុធនុយក្លេអ៊ែរចូលប្រទេសដែលជប៉ុននៅតែប្រកាន់ខ្ជាប់មកដល់សប្តាហ៍ថ្ងៃតែក្នុងឆ្នាំ2026មានសញ្ញានយោបាយនៅជប៉ុនដែលលោកស្រីនាយករដ្ឋមន្ត្រីសាណាអេតាកៃជីអាចបើកផ្លូវលុបរដ្ឋធម្មនុញ្ញនិងកោះកកាយឡើងវិញពីគោលការណ៍មិនមាននុយក្លេអ៊ែរបើថ្ងៃនោះមកដល់សមតុល្យអំណាចនៅអាស៊ីនឹងមិនដូចពេលនេះទៀតទេនោះហើយជាមូលហេតុដែលទីក្រុងប៉េកាំងដែលជាសត្រូវប្រវត្តិសាស្ត្របន្លឺសញ្ញាអាសន្នខ្លាំងបែបនេះខ្ញុំរស់សុធា ពី News Today NPTV ត្រាតជំនាញធ្វើការងារបានទាំងដីតឹងដីគោកដីរឹងខែប្រាំងខែភាសាធ្វើចំការក៏បានរហ័សទាន់ចិត្តបងប្អូន John Deere ត្រាក់ទ័រខ្លាំងរឹងមាំដៃគូជីវិតដ៏អស្ចារ្យរបស់កសិករខ្មែរមកពីអាមេរិក